តោះបងប្អូនថ្ងៃនេះខ្ញុំបង្ហាញជូនពីវិធីប្រឡាក់ត្រីដែលមានសាច់ត្រីចា3គីឡូកន្លះជាមួយនឹងគ្រឿងផ្សំដូចជាអំបិលចា3ស្លាបព្រាបាយស្ករស4ស្លាបព្រាបាយស្ករត្នោត2ស្លាបព្រាបាយនិងប៊ីចេង1ស្លាបព្រាបាយចាប្រឡាក់គ្រឿងចូលគ្នាឲ្យសព្វចាហើយបងប្អូនយកគ្រឿងនោះមកច្របល់នឹងសាច់ត្រីចាច្របាច់ឲ្យសព្វចាបងប្អូនអាចច្បាច់ចាក្បាលកតុយវាឲ្យសព្វចាពេលនោះទុកចារយៈពេលចាំមកយប់ចាព្រោះខ្ញុំប្រឡាក់ល្ងាចចាព្រឹកឡើងចាបានខ្ញុំបានហាលចាទុកមកយប់ហើយយកទៅហាលចាហាល2ថ្ងៃចាទើបស្ងួតហាល1ថ្ងៃអត់ស្ងួតទេបងប្អូនចាត្រីដែលខ្ញុំនឹងប្រឡាក់នេះចាល្អណាស់បងប្អូនអើយចាសាច់វាទន់ចាបន្ទាប់មកពីហាលហើយហ្នឹងចាបងប្អូនយកទៅអាំងទុកញ៉ាំជាមួយអាឡឹកទុំឬក៏ស្វាយទុំបងប្អូនអើយអេមណាស់ចាត្រីធម្មជាតិអញ្ចឹងនិយាយពីជាតិឆ្ងាញ់មែនទេណាបងប្អូនចានេះគឺជាវិធីសាស្ត្រដែលខ្ញុំតែងតែធ្វើនៅផ្ទះជាប្រចាំចាធ្វើឲ្យឆ្ងាញ់ចិត្តតែម្ដងបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំព្រមទាំងចុច like comment និង share ខ្ញុំពិតជាអរគុណខ្លាំងណាស់បងប្អូនទាំងអស់គ្នាសុខសប្បាយអរគុណ